ពុជាយោជិតទុកដាក់ខ្ពស់លើសុកទុកយោធំខ្មែរទាំង18រូបដែលកំពុងស្ថិតក្រោមការគុំគងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមរដ្ឋមន្ត្រីទីធុកអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមកម្ពុជា ICRC បន្តតាមដានសុខទុក្ខរបស់កងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធំកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបវិភាសាការងាររវាងឯកឧត្តមនិងលោកហ្កែវកាអានីបែតអនុប្រធានអង្គការកាកបាទក្រហមកម្ពុជាអន្តរជាតិ ICRC ខណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាត់នៅទីក្រុងសាណែវប្រទេសស្វីសឯកឧត្តមទេពរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានបន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់សិទ្ធិក្រោមការឃុំឃ្លួងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមក៏បានស្នើសុំអង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់កងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធមកម្ពុជាទាំង18រូបឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាពជាការឆ្លើយតបរបស់លោកហ្កេកាប៊ីញ៉ាបានលើកឡើងថាអង្គការកាកបាទក្រហមកម្ពុជាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយក្រុមវិភាគពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយឯវីរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានចាប់ខ្លួននិងដាក់ឱសថក្រោមការឃុំឃ្លួងរបស់យោធាថៃ